នដូលចិនអើយខ្ញុំសូមលាហើយលាទាំងអាឡ័យតាំងពីខ្លួនខ្ញុំបានឃ្លាតទៅឆ្ងាយខ្វល់ខ្វាយនឹកស្ដាយពុំមានពេលឡាអូបានដំបងកងកម្មវាសនាដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរបើសិនជាគូខ្ញុំពីបុព្វេសូមឲ្យមានស្នេហ៍នៅឃើញគ្រាដើមកូនឡងយូរឆ្នាំចាំទេបងខ្ញុំធ្វើគាត់មិនកែធ្វើជឿអាយុទ្ធចំណែកឯងណាក៏បងមិននឹកស្មានដែរហេធ្វើបានបានដែរលីសាឯងក៏ដឹងពីច្បាប់របស់ពួកយើងហើយឯងណានៅតែបំពេញទៀតបានហើយកុំបន្ទោសនាងអីរឿងគ្រប់យ៉ាងគឺមកពីគ្នាតាំងពីថ្ងៃដែលគ្នាជួយមានដំបងគ្នាបានលងស្រឡាញ់នាងបាត់ទៅហើយស្នេហាដែលគ្នាមានឲ្យនាងវាគ្មានបែងចែកឋានៈនិងសាសនានោះទេឯងមានដឹងទេថាវាទៅជាយ៉ាងណាចោះគ្រូសាឯងទទួលស្គាល់លីសាដែរទេរឿងនេះអើយខ្ញុំមិនប្រកាសនោះទេតែអ្វីដែលខ្ញុំប្រកាសគឺខ្ញុំស្រឡាញ់នាងខ្ញុំមិនប្រកាន់សាសនាហើយខ្ញុំក៏មិនជ្រើសរើសយកនារីផ្សេងតែខ្ញុំមិនបានស្រឡាញ់នោះដែររឿងវាទៅជាអញ្ចឹងហើយបងជួយពួកខ្ញុំផងណាឯងនេះធ្វើស្អីក៏មិនចេះគិតដែរបើសិនជាប៉ាដឹងវិញណាកុំតន់ប្រាប់គាត់អីបងខ្ញុំមិនចង់ឲ្យគាត់ដឹងរឿងនៅពេលនេះទេចាំខ្ញុំប្រាប់គាត់នៅពេលក្រោយណាបងតោះទៅទៀតជាយ៉ាងណាចោះគ្រូសាឯងទទួលស្គាល់លីសាដែរទេមកដល់ហើយកូនបាទម៉ាក់ទៅរកបាយទឹកអីប៉ាហើយនឹងម៉ាក់អីរួចរាល់បាទម៉ាក់ឯឆ្ងល់ឪតួស្រីនឹងដល់វាចិត្តអាក្រក់ម៉េចវិញមើលតទៅទៀតទៅឪវាអញវិញមិនអោយយកកូនដាច់ខាតគ្រាន់តែសាច់រឿងសោះក៏ខឹងដែរប៉ាវាខ្ញុំមិនប្រកាន់សាសនាហើយខ្ញុំក៏មិនជ្រើសរើសយកនារីផ្សេងតែខ្ញុំមិនបានស្រឡាញ់នោះដែរឯងពីដែរមានរឿងអីមែនគឺថាហើយយ៉ាងម៉េចឯងបានឆាប់និយាយគឺលីសាហ្នឹងណាគ្មានអីទេប៉ាគឺគាត់จะត្រូវរឿងកូនហ្នឹងណាធំឲ្យធ្វើខ្លួនក្មេងទៀត
បងមិនតាន់មកប្រាក់ទេ Hello វ៉េត Alo yo លីសានាងមិនតបសារគ្នានោះទេគ្នាគិតថាប្រហែលជានាងខឹងនឹងគ្នាមើលទៅបានជានាងមិនតបសារគ្នាអញ្ចឹង Hi hemមកប្រាប់យើងបានការស្អី យើងខ្លាចថានាងខឹងនឹងយើងកាន់តែខ្លាំងអញ្ចឹងបានយើងខកតែឯងមុនសិនហ្នឹង អើយយើងគិតថាឯងគួរតែប្រញាប់ប្រាប់នេះទៅក្រុមគ្រួសារយ៉ាងបានប្រសិនបើជំនាញគេចូលដំណឹងលីសាហើយប៉ាយើងព្រមយើងមិននៅតែជួយពួកនៅរបៀបណាចាំតោះស្រ័យគ្នាទៅតាមពេលក្រោយប៉ាក៏នៅផ្ទះផងបើនិយាយច្រើនច្បាស់ជំនាញយើងជឿខាងបានហើយប៉ុណ្ណឹង បងឯងអូនសុបងរឿងមួយបានអត់មិនឲ្យបងស្រឡាញ់អូន មិនបើអូនសុបងអញ្ចឹង ឆ្លើយនឹងអូនសិនមក ព្រោះតែបេះដូងបងឆ្លើយប្រាប់ឆ្លាញ់អូលីសាតែអូលីសាហ្នឹងបងសន្យាថាបងនឹងឆ្លាញ់អូនរហូតទោះជាមានរឿងអ្វីក៏ដោយក៏បងមិនលែងដែរអូនដែរ យត់មួយទឹកដូរកៅអៅដូរអីតិចទៀតជូនម៉ាក់ទៅវត្តណាកូន បាទម៉ាក់ម៉ាក់កូនភាសារបស់ម៉ាក់ម៉ាក់ចង់បានបែបណាហ៎ មិនបានកូនឯងសួរម៉ាក់ចឹងកូនឯងមានស្រឡាញ់កូនពីណាគេមែនទេ អត់ទេម៉ាក់កូនគាត់តែសួរចង់ដឹងតា ម៉ាក់មិនប្រកាន់ទេតែសូមឲ្យតែគេជាមនុស្សល្អចេះគោរពចាស់ទុំចេះស្ដាប់បង្គាប់តែអ្វីដែលសំខាន់បើកូនស្រឡាញ់ម៉ាក់ក៏ស្រឡាញ់ កុំភ្លេចមកយកម៉ាក់ទៅផ្ទះវិញផងណាកូន បាទម៉ាក់ បងមានមើលមកអត់អូនចាំយូរណា បងរវល់ជួយម៉ាក់ទៅវត្តអញ្ចឹងមកដល់មកយឺតហ្នឹងអូនខឹងនឹងបងឬបងមកយឺតឬខឹងនឹងបងរឿងផ្សេង អូនសុបងបងមានដែរក៏ចាប់រាប់ដែរជាមួយអូនអត់ មិនក៏អូនសួរបងចឹងលីសាក្នុងចិត្តបងគឺមានតែអូនម្នាក់គត់ អញ្ចឹងមិនក៏បងប្រាប់រឿងយើងឲ្យគ្រូសាស្ត្របងបានដឹង មិនមែនបងមិនចង់ប្រាប់ទេតែពេលវេលាវាមិនស័ក្តិសមអូនកុំបារម្ភច្រើនតិចអីពួកយើងក៏បាត់ជាបាននៅជាមួយគ្នា ហើយបងកុំភ្លេចប្រាប់គ្រូសាស្ត្របងផងថាបងត្រូវការសាសនាអ៊ីស្លាមដូចអូនដែរ ប៉ុន្តែរឿងនេះ បងចង់រៀបការមួយអូនមែនណាបងត្រូវធ្វើរឿងហ្នឹង អូន
បងគឺជាអ្នកកាន់ពុទ្ធសាសនាតើអូនណាមិនអាចទទួលយកបងបានទេមែនទេបងស្រឡាញ់អូនបងស្រឡាញ់ការពិតរបស់អូនទោះអូនជាអ្វីអូនជាអ្នកណាក៏បងនៅតែទទួលយកអូនដែរចុះពេលនេះមិនក៏អូនចង់ឲ្យបងប្រែកន្លះទៅវិញ អូនមិនដឹងទេសាសនាអូនមិនរយបានដឹង លីសាស្ដាប់បងក្តីស្រឡាញ់របស់ពួកយើងទាំងពីរគឺវាធំធេងណាស់តើហេតុអីបានជាពួកយើងត្រូវប្រកាន់ឬសាសនារបស់ខ្លួនទៅវិញ បានទេបងឈប់និយាយណា លីសាលីសា មិនបានទោះជាយ៉ាងណាក៏ប៉ាមិនទទួលយកកូនប្រសាសាសនាអ៊ីស្លាមដាច់ខាត ប៉ាតែខ្ញុំស្រឡាញ់ឯងពិតមែន ស្រឡាញ់អីឯងនេះគ្មានដឹងខ្យល់អីទេ ម៉ាក់ក្រែងម៉ាក់ប្រាប់ថាបើខ្ញុំស្រឡាញ់អ្នកណាម៉ាក់ក៏ព្រមតាមខ្ញុំដែរមែនទេចុះឥឡូវខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយមិនក៏ប៉ាម៉ាក់មិនព្រមទៅវិញ ម៉ាក់ពិតជាបាននិយាយចឹងមែនក៏ប៉ុន្តែមិនមែនចំពោះកូនស្រីអ៊ីស្លាមទេ ប៉ាម៉ាក់ខ្ញុំពិតជាស្រឡាញ់យ៉ាងមែនទោះជាយ៉ាងណាក៏ខ្ញុំតទៅរៀបការមួយនាងដែរ បើឯងមានធ្វើចឹងមែនកុំហៅថាយើងជាប៉ាសោះយើងខ្មាស់ញាតិណាស់មិនដឹងជាគេសើចចំអល់ប៉ុណ្ណាទេ ហេតុអីគាត់ទៅនេះជាសាសផ្សេងខ្ញុំមិនអាចស្រឡាញ់បាននោះប៉ាក្រែងប៉ាក៏ធ្លាប់បង្រៀនថាសាសនាណាក៏បង្រៀនមនុស្សឲ្យប្រព្រឹត្តល្អដែរចុះពេលនេះមិនក៏ប៉ាហាមគាត់ស្នេហាពួកយើងយ៉ាងនេះទោះជាប៉ាហាមខត់យ៉ាងណាក៏ខ្ញុំត្រូវទៅរៀបការជាមួយនាងដែរ ឈប់ប៉ុណ្ណឹងបានហើយប៉ាវា រហេតុឯងដឹងយូរហើយហើយអីទៅប្រាប់ប៉ាពេលហ្នឹង កុំបន្តបងឯប៉ាគឺមកពីកូនឯងជាអ្នកគាត់ដាក់លឿននឹងសិន បើវាមិនប្រាប់ប៉ាឯងគិតលាក់ប៉ាមួយជីវិតមែនទេប៉ាធ្លាប់ប្រាប់ឯងថាមិនខ្លះមិនក៏ឯងធ្វើអីបែបនេះឯងគិតទេថាយើងបែបណាហើយគេបែបណាសាសនាខុសគ្នាវាពិបាករស់នៅជាមួយគ្នាណាស់ចំណែកឯងវិញប៉ាឯងមើលប្អូនមិនក៏ឯងមិនដោយគេធ្វើស្អីស្រេចតែចិត្តបែបនេះ តែគាត់ស្អែកគាត់ណាប៉ាហើយពួកកូនមិនដែលគិតថាសាសនាផ្សេងគ្នាមិនអាចរស់នៅមួយគ្នាបានណា ឯងនេះធ្វើស្អីស្រេចតែចិត្តគ្មានទុកមុខឪពុកម្ដាយទេប៉ាមិនព្រម ប៉ាក៏សុំបើប៉ា មិនបានគឺមិនបានហើយប៉ាបានមើលឃើញមនុស្សដែលស័ក្តិសមសម្រាប់ឯងហើយឯងគ្មានសិទ្ធិប្រកែកតវ៉ាទេ ក្រៅពីគាត់កុំយល់អ្នកណាទាំងអស់ លីសាឯងនេះកាន់តែក្បាលរឹងហើយប៉ាបានសម្រេចចិត្តហើយឯងគ្មានសិទ្ធិប្រកែកទេ ប៉ា បានហើយទៅផ្ទប់ឯងវិញទៅ ឯងក៏ពិបាកចិត្តអីណែលេបថ្នាំសិនណាហើយធ្វើចិត្តឲ្យតិចចាំយើងទៅនិយាយជាមួយកូនលើក្រោយទៀតក៏បានដែរ ខ្ញុំគិតថាដើម្បីវារងាប់ចិត្តយើងមានតែរកមើលកូនណាដែលស័ក្តិសមរួចហើយយើងចូលស្ដីដណ្ដឹងរៀបការវាទៅថ្ងៃក្រោយវាអាចបំភ្លេចនាងនោះបានហើយ ខ្ញុំមកខ្លាចតែវាមិនព្រមទេឲ្យវា បើវាមិនព្រមក៏ខ្ញុំមិនខំវាព្រមដែរយើងជាឪពុកម្ដាយយ៉ាងឲ្យល្អទេបើវាខឹងថ្ងៃក្រោយគង់វាយល់គ្រប់យ៉ាងទៅនេះដើម្បីតែវាប៉ុណ្ណោះ ប៉ាវាយើងចិញ្ចឹមកូនណាបានតែរូបកាយទេតែចិត្តគំនិតយើងមិនអាចចិញ្ចឹមបានទេខ្ញុំមកខ្លាចតែវាមិនព្រមហើយគិតខ្លីឲ្យវា ម៉ែវាគាត់ចានពេកខ្ញុំចង់ឲ្យវាល្អទេយើងជាឪពុកម្ដាយគឺត្រូវតែធំជាងយើងខ្ញុំសម្រេចចិត្តអញ្ចឹងហើយ អ
យុទ្ធកូនយុទ្ធតា ប៉ាវាម៉ែវាឯងមានរឿងស្អីម៉ែវាឯងនិយាយច្បាស់មើលថាវាមានរឿងអីឯងឆាប់ទៅតាមខ្លួនយើងមកវិញមកបើវាចង់ទៅវាទៅខ្ញុំមិនតាមទេជូនចំពោះលោកអ្នកមានកូន7កូនសូមក្រាបខមាទោសចំពោះកំហុសលើកនេះកូនពិតជាមិនអាចរស់នៅដោយគ្មានទេសាបានទេក្តីស្រឡាញ់ដែលមានឲ្យនាងវាធំធេងណាស់រហូតដល់ជំនឿសាសនាមិនអាចពង្រត់ពួកយើងបានកូនសង្ឃឹមថាលោកទាំងពីរនៅជាស្រ័យកូនពីកូនរាយុ ជួនចំពោះលោកប៉ាគូដឹងថាកំហុសលោកនេះនឹងធ្វើឲ្យលោកប៉ាពិបាកចិត្តនឹងនាំឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារកូនពិតជាសោកស្ដាយតែកូនមិនអាចបែកគ្នាបានទេកូនសង្ឃឹមថាប៉ានឹងជាស្រ័យកូនពីកូនទីសា ជាមនុស្សនៅក្នុងលោកីពួកខ្ញុំខំអ្វីនឹងរឿងស្នេហាហេតុអ្វីក៏ត្រូវបែងចែកសង្សារផ្ដាច់អង្ការមកលើពួកខ្ញុំអូឈឺចាំងើយមើលមេឃទាំងអ៊ូអឹមក្នុងទ្រុងសែនចងចាំរួងរងវិបត្តិសោកកាអូគ្រួសារហេតុអ្វីលោកផ្ដាច់ពំមេត្តាបំបាយក្តីស្នេហាបែងចែកសាសនាបែបនេះតើឲ្យខ្ញុំត្រូវឆ្លើយមួយណាតែហាឬគ្រួសារប្រៀបដូចជារនាងខាំងរូបខ្ញុំឲ្យពិតតាតើឲ្យខ្ញុំត្រូវជ្រើសផ្លូវណាគំនាបបេះដូងត្រចែកជាពីរបញ្ហាចិត្តស្រែងញោមញីធ្វើមិនដេញស្នេហ៍យើងឲ្យដល់ទីបើគ្រួសារមិនយល់យើងទាំងពីរបើអាចចង់ជ្រើសយកទាំងពីរខ្លាំងណាស់